សូមស្វាគមន៍មកកាន់កម្មវិធី Anna Talk Show សប្តាហ៍ថ្មីនេះមានប្រធានបទដែលតាក់ទាញមួយទៀតហើយពាក់ព័ន្ធទៅនឹងពីក្មេងស្រីដែលចូលចិត្តតែងខ្លួនបែបប្រុសមានមិត្តភ័ក្តិនឹងចូលចិត្តលេងជាមួយតែក្មេងប្រុសដូចគ្នាហើយคล้ายទៅជាម្ចាស់មកុដនៅក្នុងកម្មវិធីប្រកួតដ៏ធំមួយនៅក្នុងរាជធានីភ្នំពេញចង់ដឹងថាតើបងអូនជានរណាជួបជាមួយនឹងបងអូនស្រីតែម្ដងចា៎ជំរាបសួរអូនជំរាបសួរអ្នកគ្រូចាជំរាបសួរមិត្តភ័ក្តិទាំងអស់គ្នាដែលទស្សនានៅវីដេអូមួយនេះចារីករាយមែនតើដែលបានជួបបងអូននៅក្នុងថ្ងៃនេះហើយក្រោយពីប្រកួតនៅក្នុងកម្មវិធី Miss Yellow កាលពីពេលកន្លងទៅបានបញ្ចប់ទៅឃើញថាយើងក៏ខកខាននៅក្នុងការជួបគ្នាមួយរយៈពេលដែរសុខទុក្ខយ៉ាងណាហើយដាវអត់អីអ្នកគ្រូសុខសប្បាយធម្មតាតែអត់លុយចាយចាធម្មតាទេបច្ចុប្បន្ននេះគឺមិនមានគ្រប់គ្នាសុទ្ធតែសុខសប្បាយហើយមានលុយចាយទេអូខេនិយាយលេងទេចាដាវបកែកប្លែងដែរអញ្ចឹងឥឡូវនេះចង់ដឹងអំពីជីវិតកាលពីនៅក្មេងរបស់ដាវបន្តិចកាលនៅក្មេងចរិតលក្ខណៈរបស់យើងជាមនុស្សរបៀបមិនដែរហើយយើងចូលចិត្តលេងជាមួយនឹងក្មេងស្រីឬក៏ក្មេងប្រុសហើយភាគច្រើនចូលចិត្តលេងឲ្យគេជាងគេដែរសម្រាប់ខ្ញុំពីក្មេងមិននឹកស្មានថាខ្ញុំបានប៉ុណ្ណឹងឯងដោយសារអីពីក្មេងខ្ញុំចរិតមិនបែបលក្ខណៈប្រុសហើយចូលចិត្តលេងជាមួយក្មេងប្រុសលបែងអីគឺលេងរបស់ប្រុសទាំងអស់ដូចជាលេងឈូសលេងបាញ់ឃ្លីលេងហឹងលេងអីហ្នឹងគឺចូលចិត្តហើយនិយាយទៅខ្ញុំបែបលក្ខណៈថាស្រីក៏ចេះប្រុសក៏ចេះប៉ុន្តែចូលចិត្តភាគច្រើនលេងមួយប្រុសជាងដោយសារស្រីលេងអត់សូវត្រូវមួយគេមិនចឹងដោយសារយើងរៀងឆ្នះដែរអូចាចាប្រុសគេចេះតែណប់យើងគេអាងយើងស្រីហ៎អូខេគេអាងស្រីយើងជាអតិភិបយើងជា Queen of the Man អូខេចុះពាក់ព័ន្ធជាមួយនឹងការនៅក្មេងភាគច្រើនបងអូនចងចាំពីអនុស្សាវរីយ៍របស់យើងកាលនៅក្មេងដែលគិតថាយើងសប្បាយចិត្តនៅក្នុងការឆ្លងកាត់វាមកជាអីគេដែរការជួបជុំមិត្តភ័ក្តិនិយាយទៅកាលពីក្មេងគឺសប្បាយអត់មានគិតអីហ្មងហើយបន្លំឡើងគឺញ៉ាំបាយហើយទៅរៀនអីហ្នឹងត្រឡប់មកពីរៀនវិញគឺដើរលេងតល្ងាចអីចូលផ្ទះហើយពេលខ្លះពេលយប់នាំគ្នាលេងបឺកអីចឹងទៅទាំងយប់ហ្នឹងបឺកហ្នឹងអីគេដែរលេងបាត់ពុនពេលយប់តាមភូមិហ្មងហើយអត់ចេះខ្លាចអីទេគឺឆ្កែអីហ្នឹងគឺអត់ខ្លាចទាំងអស់ហើយដល់ពេលឥឡូវទើបដឹងថាវានេះបានខ្ញុំហ៊ានចាញ់គ្រោះថ្នាក់តែពេលហ្នឹងអត់ទេគឺសប្បាយយកហ្មងចាហើយជីកូនអ្នកខេត្តណាដែរខេត្តកំពង់ចាមអ្នកគ្រូអូអ្នកកំពង់ចាមអញ្ចឹងមិនន័យថាល្បែងប្រជាប្រិយមួយចំនួនហ្នឹងកាលនៅក្មេងៗគឺនៅច្រើនចាអូនបច្ចុប្បន្ននេះអាយុប៉ុន្មានហើយឥឡូវហ្នឹងទំ18អ្នកគ្រូអូទំតែអាយុ18ឆ្នាំទេចាអញ្ចឹងបានន័យថានៅរៀងក្មេងដែរប៉ុន្តែបងអូនដូចជាកាត់នៅក្នុងកំឡុងឆ្នាំ2000ជាងហើយត្រូវទេចាអ្នកគ្រូ2000ជាងហើយអញ្ចឹងបានន័យថានៅបានលេងនៅល្បែងប្រជាប្រិយដែលកាលពីសេរីក្មេង Gen Z ដូចជាបងចាស់សំទោបងជាអ្នកដែលនៅចំនួន Gen Y ឬក៏អ្នកដែលឥឡូវនេះគឺចំណាំនិយាយរបៀប Gen Z Gen Y អីអញ្ចឹងណាអ្នកចំនួន9ជាងវាច្រើនចូលចិត្តលេងឃ្លីលេងឈូសលេងគប់វងលេងទាញព្រាត់លេងខួងលេងអីផ្សេងៗតាមតំបន់ផ្សេងៗរៀងខ្លួនគឺនៅតាមតាខេត្តនីមួយៗនេះគឺមានល្បែងប្រជាប្រិយដែលក្មេងៗគាត់អាចលេងបានក្រៅតែពីការដែលលេងនៅបច្ចេកវិទ្យាមួយចំនួនដូចជាលេងទូរស័ព្ទអីអញ្ចឹងទៅចាអញ្ចឹងកំឡុងពេលហ្នឹងយើងអត់សូវមានបានលេងទូរស័ព្ទលេងអីច្រើនទេអត់ទេតែគ្រូពួកអីខាងជំនាញខេត្តខ្ញុំហ្នឹងខ្ញុំនៅខាងខ្សែពេលអញ្ចឹងទៅវាអត់សូវអភិវឌ្ឍលឿនដូចខេត្តផ្សេងៗនៅដាច់ស្រយាលដែរអញ្ចឹងយើងស្គាល់ពីអាល្បែងអញ្ចឹងបានច្រើនយើងអត់សូវមានវិច័យវិទ្យាឲ្យទំនើបអីទេចាអញ្ចឹងបានន័យថាជីវិតយុវវ័យរបស់យើងគឺស្រស់ស្អាតជាមួយនឹងអាការដែលយើងបានឆ្លងកាត់កន្លងមកជាមួយនឹងចាយើងស្រុកខ្សែហ្នឹងហើយចុះធ្លាប់ទៅរោត្រីរោអីជាមួយមិត្តភ័ក្តិអីនិយាយរឿងរោត្រីហ្នឹងគឺធ្លាប់សឹងទាំងអស់ហ្មងអ្នកគ្រូរោត្រីមិនខ្លះមើលអាចចែកម្លែកដល់ពេលខែភ្លៀងដងលោកវាសបាយចង់ទៅចាប់ក្តាប់អីចឹងដល់ពេលសុកសែអីចឹងមិនដល់ពេលភ្លៀងចឹងវាមានក្តាមចេញស្រួលចឹងហើយយើងណាមួយលេះបានទៅងុយទឹកជុំគ្នាហែទឹកបន្លាយទឹកអីទៅជូរចត់អ្នកគ្រូជូរចត់តែសបាយចាអ្នកគ្រូហើយតែមានឆ្លងទៀមអត់ពេលនោះដូចអត់មានទេអ្នកគ្រូតទៅបងទៅបងបើយើងទៅតាមខ្សែអត់អីទេខ្លាចឆ្លងអត់ដូចជាពេលនោះអត់តន់ស្គាល់ឆ្លងពេលនោះខ្លាចតែពោះនឹងតកៅឯអ្នកគ្រូខ្លាចតែពោះនឹងតកៅចាសាដែរជួបបងចាចុះការនៅក្មេងល្បែងប្រជាប្រិយអីគេដែលយើងចូលចិត្តជាងគេ
ការនៅក្មេងបានលបែងប្រុសខ្ញុំចូលចិត្តលេងហឹង អូលេងហឹងជាងគេជំនាញហ្នឹងเนาะ ចា អញ្ចឹងមិនន័យថានឹង talent របស់យើងហ្មងគឺឲ្យថាលេងយើងជឿជាក់លើខ្លួនឯងថាអាចលេងឈ្នះ តែបើស្រីចូលចិត្តលោតកស៊ូ អូលោតបានត្រឹមណាដែរមកគក់ឬក៏មកចតុងឬក៏មក ជំនាន់ហ្នឹងគឺខ្ញុំលោតបានទាំងអស់មកតុងអឺតគឺខ្ញុំលោតដល់ អូលេងមិនតុងអឺតលោតបាន តែ ទៀត ខ្ញុំរៀងខ្ពស់ដែរហើយមិត្តភក្តិខ្ញុំរៀងទាបជាងខ្ញុំ ចាយើងរាប់អានមិត្តភក្តិត្រូវ ចាចុះពាក់ព័ន្ធជាមួយនឹងជីវិតនៅកំឡុងពេលដែលយើងរស់នៅជនបទកំឡុងពេលហ្នឹងអាចចែកម្លែកបានទេថាតើបើសិនជាអាចវិលត្រឡប់ទៅក្រោយវិញថាតើចូលចិត្តជីវិតបែបហ្នឹងឬក៏ចូលចិត្តបែបជីវិតដែលមាននៅបច្ចេកវិទ្យាប្រើប្រាស់ពេញទីសម្រាប់ជីវិតរបស់ខ្លួនឯង សម្រាប់ខ្ញុំកាលពីក្មេងខ្ញុំចូលចិត្តបែបលក្ខណៈទំនើបដូចឥឡូវក៏ប៉ុន្តែដល់ពេលឥឡូវខ្ញុំចង់វិលទៅក្មេងវិញដោយសារពីក្មេងវាសប្បាយវាអត់មានបញ្ហាអីត្រូវគិតហើយញ៉ាំបាយក្រៅពីញ៉ាំបាយរួចគឺដើរលេងចឹងហ្មងគឺអត់មានគិតអីច្រើនអត់សូវខ្វាយខ្វល់រឿងរៀនរឿងអីទេគឺដឹងតែសប្បាយមួយមិត្តភក្តិពេលឥឡូវមានថាអត់ដូចមុនយើងត្រូវផ្លាស់ប្ដូរផ្នត់គំនិតផ្សេងពីនោះទៀត ហើយយើងក៏បានឆ្លងកាត់នៅរឿងរ៉ាវជាច្រើននៅក្នុងជីវិតអញ្ចឹងយើងចាប់ផ្ដើមចាស់ទុំនឹងបានដឹងថាជីវិតរបស់យើងត្រូវមានទំនួលខុសត្រូវគេខ្លះហើយត្រូវឆ្លងកាត់អ្វីខ្លះចាឥឡូវនេះអាចថារៀនឆ្នាំទីប្រហែលហើយ ឆ្នាំទី1អ្នកគ្រូចិត្តចូលទី2ហើយ អូចាអញ្ចឹងការងារវិញបានចាប់ផ្ដើមធ្វើការងារហើយឬនៅឬក៏មិនទាន់ទេ ខ្ញុំធ្វើហើយអ្នកគ្រូចាប់ផ្ដើមតាំងពីឆ្នាំទី1 អូចាការងារផ្នែកអ្វីដែរ barista ហ្នឹងជា ផ្នែកឆុងកាហ្វេអ្នកគ្រូ អូចាពិសេសមែនតើហើយពាក់ព័ន្ធជាមួយនឹងការងារវិញយើងចាប់អារម្មណ៍ពីជីវិតបច្ចុប្បន្នរបស់បងអូនឈានមកដល់ពេលបច្ចុប្បន្ននេះអាចនិយាយបានថាជាង10ឆ្នាំហើយដែលយើងឆ្លងកាត់ពីជីវិតយុវវ័យហើយត្រូវคล้ายទៅជាមនុស្សចាស់ម្ដងតិចហើយអញ្ចឹងមានអារម្មណ៍ថាតើខ្លួនឯងមានសម្ពាធដែរឬក៏អត់ឬក៏ឆ្លងកាត់ជីវិតបែបហ្នឹងពេញចិត្តនឹងជីវិតបែបហ្នឹងឬក៏អត់ឬក៏ចង់ឲ្យជីវិតរបស់ខ្លួនឯងមានការផ្លាស់ប្ដូរឬក៏វិវត្តទៅយ៉ាងណាបន្ថែមទៀតដែរឬក៏អត់ ថ្ងៃនេះខ្ញុំមានអារម្មណ៍ថាសម្ពាធដោយសារអីខ្ញុំវាទៅអាយុប៉ុណ្ណឹងដែរក៏ប៉ុន្តែខ្ញុំត្រូវរងសម្ពាធយ៉ាងច្រើនដែរដោយសារអីខ្ញុំធ្វើការផងរៀនផងហើយខ្ញុំពេលខ្លះខ្ញុំប្រមូលផលិតផលឲ្យគេដែរពេលចឹងទៅវារៀងច្រើនហើយយើងនៅក្មេងយើងកំពុងតែពេញសវ័យវ័យហ្នឹងហើយយើងមកគិតរឿងចឹងវារៀងឈឺក្បាលដែរអញ្ចឹងធ្វើឲ្យយើងនឹកពេលវេលាកាលនៅក្មេងដោយសារអីនៅក្មេងជាក្មេងស្រីម្នាក់ដែលអត់សូវខ្វល់ទេគឺសប្បាយមែនតើដោយសារគ្រួសារគាត់រៀងនេះដែរគាត់តាមចិត្តយើងពេលចឹងមកដល់ឥឡូវមានអារម្មណ៍ថាវាស្ដាយពេលវេលាចង់បកក្រោយវិញធម្មតាទេតែពេលដែលយើងចាស់យើងតែងតែចង់ក្មេងហើយ ចា តែហេព្រោះបើសិនជាយើងជាមនុស្សចាស់យើងធ្លាប់ក្មេងតែបើយើងក្មេងយើងអត់ធ្លាប់មនុស្សចាស់ខ្លាចទៅជាមនុស្សចាស់ហើយអញ្ចឹងយើងចង់ចាស់តែហេចង់ឲ្យខ្លួនឯងហ្នឹងឈានមកដល់សម័យបច្ចេកវិទ្យាចង់មានរបស់សម្រាប់និយមផ្សេងប្រើប្រាស់អីចឹងទៅដើម្បីឲ្យជីវិតរបស់យើងហ្នឹងវាអភិវឌ្ឍទៅមុខចឹងជាចង់ញ៉ាំបាយឲ្យច្រើនចាប់បានធំអីចឹងទៅប៉ុន្តែយ៉ាងណាក៏ដោយជីវិតគឺបែបហ្នឹងយើងមិនអាចវិលត្រឡប់ទៅខាងក្រោយវិញបានទេប៉ុន្តែត្រូវចាំថាទាំងអស់ហ្នឹងវាគឺជាអនុស្សាវរីយ៍ដែលល្អបំផុតសម្រាប់ជីវិតរបស់យើងព្រោះដោយសារតែពាក្យថាជីវិតគឺមានផ្អែមល្វីងជូរចត់ប្រៃអនាគតយើងនឹងមានរឿងច្រើនទៀតដែលយើងនឹងត្រូវឆ្លងកាត់ប៉ុន្តែចាប់អារម្មណ៍នេះពេលបច្ចុប្បន្ននេះឲ្យបានកាន់តែច្រើនដើម្បីឲ្យជីវិតរបស់យើងកាន់តែមានភាពរីកចម្រើនទៅពេលខាងមុខអញ្ចឹងចាប់អារម្មណ៍ពីការសិក្សារបស់បងអូនបន្តិចសិនដោយសារតែការសិក្សារបស់បងអូនបានលើកឡើងឲ្យថាឥឡូវនេះយើងរៀនឆ្នាំជិតចូលឆ្នាំទី2ហើយអញ្ចឹងពាក់ព័ន្ធទៅនឹងការដែលសម្រាប់ចិត្តចូលរួមប្រកួតនៅក្នុងកម្មវិធីបានលើកឡើងថាជាមនុស្សស្រីដែលចរិតដូចប្រុសទេចាហើយហេតុអីបានជាសម្រាប់ចិត្តចូលរួមប្រកួតនៅក្នុងកម្មវិធីបវរកញ្ញាដែលជាកម្មវិធីបង្ហាញនៅសមត្ថភាពជាកម្មវិធីបែបស្រីស្អាតអីអញ្ចឹងណាចា ដោយសារអីអញនិយាយបានថាខ្ញុំមានដងពីក្មេងអ្នកគ្រូខ្ញុំបែបលក្ខណៈថាអាចបែបបនបានអញ្ចឹងពីក្មេងមានចរិតបែបប្រុសផងវាស្រីផងអត់អីទេបើយើងដើរមួយស្រីយើងស្រីបើយើងដើរមួយប្រុសយើងចរិតប្រុសហើយពីក្មេងក៏ខ្ញុំធ្លាប់សម្ដែងរឿងលេងដែរបែបលក្ខណៈលេងរឿងតិចតួចថតបរហោះតិចតួចដែរពេលអញ្ចឹងទៅខ្ញុំមានអារម្មណ៍ថាស្រឡាញ់ខាងវិស័យសិល្បៈមួយនឹងហើយអញ្ចឹងក៏មានឱកាសក៏ខ្ញុំសាក់លបងចូលប្រឡងអ្នកគ្រូដល់ពេលទៅខ្ញុំអត់នឹកស្មានថាខ្ញុំអាចធ្វើបានទេដោយសារអីខ្ញុំអត់សូវមានភាពក្លាហានហើយអត់សូវចេះនិយាយស្ដីទេខ្ញុំរៀងនិយាយទៅវារៀងតាក់ពេលអញ្ចឹងខ្ញុំអត់សូវមានភាពក្លាហានទេដល់ពេលទៅមានបងឬក៏មិត្តគ្រួសារមិត្តភ័ក្តិអីគាត់ជំរុញគាត់ថាហែងធ្វើទៅហែងចូលចិត្តខាងនឹងដែរហើយហែងក៏រៀងគ្រាន់បើដែរអញ្ចឹងហែងសាក់ចូលទៅហើយខ្ញុំក៏ចូលតាមគាត់ទៅក៏អត់នឹកស្មានថាខ្ញុំទទួលបានជ័យលាភីនឹងដែរអ្នកគ្រូគិតថាសាក់ទេ
ចង់ដឹងសមត្ថភាពខ្លួនឯងឬក៏ចង់ស្គាល់ខាងនឹងឲ្យបានច្បាស់អ្នកគ្រូ អញ្ចឹងបន្ទាប់ពីបានចូលរួមនៅក្នុងកម្មវិធីនឹងហើយទទួលបានលទ្ធផលហើយតើគិតថាកម្មវិធីមួយនេះបានផ្លាស់ប្ដូរជីវិតបងប្អូនអ្វីខ្លះដែរ ផ្លាស់ប្ដូរច្រើនអ្នកគ្រូធ្វើឲ្យខ្ញុំចាស់ទុំជាងមុនហើយមានអារម្មណ៍ថាមានភាពជាអ្នកដឹកនាំយល់ដឹងច្រើនហើយយើងធ្វើអីយើងត្រូវចេះគិតយើងអត់អាចធ្វើក្មេងដូចមុនបានទេចាតែអញ្ចឹងធ្វើឲ្យខ្ញុំនេះជាងមុន មានភាពជឿជាក់លើខ្លួនឯងជាងមុនเนาะ ចា៎ យើងទៅតែអាយុ18ឆ្នាំទេប៉ុន្តែឃើញថាប្អូនមានទំនួលខុសត្រូវនិងមានភាពជាខ្លួនឯងច្រើនដោយសារតែចំណុចដែលអ្នកគ្រូបានលើកឡើងបែបហ្នឹងដោយសារតែទី1ប្អូនបានសម្រេចចិត្តដាក់ពាក្យចូលធ្វើការតាំងតែពីយើងចាប់ផ្ដើមចូលសិក្សានេះហើយគឺជាចំណុចមួយដែលតាក់ទាញនឹងលេចធ្លោហើយជាចំណុចមួយដែលគិតថាអនាគតទៅប្អូនក៏នឹងអាចជោគជ័យកាន់តែខ្លាំងដោយសារតែអ្នកដែលគាត់ជោគជ័យមកដល់ពេលបច្ចុប្បន្ននេះគាត់សុទ្ធតែឆ្លងកាត់នៅរឿងរ៉ាវនិងបទពិសោធន៍ជាច្រើនទើបគាត់អាចមានថ្ងៃនេះបានអញ្ចឹងសង្ឃឹមថាប្អូនក៏នឹងទទួលបានភាពជោគជ័យដូចជាពួកគាត់ដែរប៉ុន្តែយ៉ាងណាកុំមានអារម្មណ៍ថាតូចចិត្តជាមួយនឹងជីវិតរបស់ខ្លួនឯងពីព្រោះថាជីវិតគឺបែបហ្នឹងបើសិនជាបងអូនចង់ជោគជ័យត្រូវតែលះបង់នៅអ្វីដែលបងអូនគិតថាវាមិនសូវជាសមរម្យនិងល្អសម្រាប់បងអូនហើយបើសិនជាបងអូនចង់ឲ្យជីវិតរបស់ខ្លួនឯងកាន់តែមានភាពស្រស់បំព្រងក៏ទាមទារឲ្យបងអូនខ្លួនឯងរីករាយជាមួយនឹងពេលបច្ចុប្បន្នរបស់ខ្លួនឯងដែរចាពាក់ព័ន្ធជាមួយនឹងការងារបងអូនបានលើកឡើងហើយកម្មវិធីប្រកួតក៏បងអូនបានចូលរួមដែរហើយបទពិសោធន៍ដែលយើងនៅពីក្មេងៗយើងពីអ្នកខេត្តមកដល់រាជធានីភ្នំពេញហើយយើងវិវត្តខ្លួនមកបានប៉ុណ្នេះហើយចេះតុបតែងខ្លួនមកបានប៉ុណ្ណេះគឺអាចថាពិតជាវិវត្តខ្លួនបានលឿនព្រោះធម្មតាយើងចរិតបែបប្រុសហើយយើងលេងទៅជាមួយក្មេងប្រុសហើយយើងបត់បែនមកខ្លាយទៅជាម្ចាស់មកគាត់នៅក្នុងកម្មវិធីបានន័យថាប្អូនគឺមាន unique របស់ខ្លួនឯងមួយគឺភាពតាក់ទាញមួយដែលគ្រប់គ្នាមិនមានទើបប្អូនអាចយកនៅជ័យលាភីមួយនេះនៅក្នុងកម្មវិធីតាក់ទងជាមួយនឹងជីវិតស្នេហាវិញតើគិតថារហូតមកដល់ពេលនេះធ្លាប់ឆ្លងកាត់នៅការដែលយើងធ្លាប់លួចក្រាស់គេលួចស្រឡាញ់គេឬក៏យើងធ្លាប់ឆ្លងកាត់អារម្មណ៍ដែលយើងធ្លាប់មានស្នេហាកន្លងមកពីមុនដែរទេព្រោះធម្មតាអត់ជឿទេថាបើសិនជានិយាយថាអូខ្ញុំអត់ធ្លាប់មានសង្សារទេចាក្មេងៗសេរីចិនសេរីលើអត់ជឿទេថាអត់មានស្នេហាចានិយាយលេងទេចាចិនស៊ីកុំបាញ់ណាអូខេតែសម្រាប់ខ្ញុំធ្លាប់មានបទពិសោធន៍ស្នេហាដែរតែអ្នកគ្រូការនៅវិទ្យាល័យតែបច្ចុប្បន្នខ្ញុំអត់មានទេដោយសារការនៅវិទ្យាល័យហ្នឹងបែបលក្ខណៈថាខ្ញុំមានក្រាស់ពីមុនដំបូងហ្នឹងខ្ញុំអត់បែបលក្ខណៈថាអត់ចេះតែងខ្លួនទេយើងចរិតប្រុសអ្នកគ្រូពេលអញ្ចឹងទៅយើងអត់សូវស្រឡាញ់ប្រុសប្រហែលទេតែពេលហ្នឹងដូចវាមិនទេបែបឃើញម្នាក់ហ្នឹងរៀងស្អាតដែរហើយទៅបែបលក្ខណៈខ្ញុំចូលចិត្តឃើញគេបែបលក្ខណៈរៀងខ្ពស់អីចឹងបែបលក្ខណៈចូលចិត្តស្រឡាញ់មកអ្នកគ្រូហើយទៅខ្ញុំក្រាស់គាត់ទៅបែបលក្ខណៈថាចាប់ដើមតែងខ្លួនដើម្បីចង់បានម្នាក់ហ្នឹងអញ្ចឹងអ្នកគ្រូដល់ពេលទៅអាចធ្វើឲ្យខ្ញុំអភិវឌ្ឍខ្លួនឯងអីចឹងទៅពេលគាត់ដឹងថាខ្ញុំក្រាស់គាត់អីចឹងទៅគាត់ក្រាស់មិនអូនក្រាស់ខ្ញុំហ្នឹងអូខេយើងលួចស្រឡាញ់គេចាខ្ញុំលួចស្រឡាញ់គេដល់ពេលទៅគាត់ដឹងទៅក៏គាត់ទទួលយកខ្ញុំហើយខ្ញុំក៏សាក់ដែរអ្នកគ្រូដល់ពេលទៅក៏ខ្ញុំជោគជ័យបានម្ដងហើយអ្នកគ្រូឲ្យស្រឡាញ់គេបានខ្ទង់ 2-3 ខែដែរខ្ញុំចរិតខ្ញុំវាពិបាកជោគជ័យហ្នឹង 2-3 ខែចាតែសារខ្ញុំចរិតរឿងប្រុសខ្ញុំពិបាកនឹងទទួលយករឿងអញ្ចឹងបាត់បែនចាហើយណាមួយគ្រូសាគាត់អត់សូវពេញចិត្តរឿងអញ្ចឹងហើយក៏អត់ចូលចិត្តអញ្ចឹងហើយក៏យើងនៅក្មេងផងត្រូវហើយក៏ចែកផ្លូវគ្នាហើយដល់ពេលបច្ចុប្បន្នហ្នឹងក៏អត់មានដែរអ្នកគ្រូដោយសារអីយើងឥឡូវតែផ្ដោតលើគោលដៅរបស់យើងដោយសារខ្ញុំចូលចិត្តខ្ញុំគោលដៅរបស់ខ្ញុំធំបំផុតខ្ញុំចង់ធ្វើជាតារាមួយដែលល្បីនៅក្នុងប្រទេសកម្ពុជាចានេះតើតើវិស័យសិល្បៈចាអ្នកគ្រូចង់ពាក់ព័ន្ធជាមួយនឹងវិស័យសិល្បៈនេះដែរអាចជំរាបជូនដល់ប្រិយមិត្តរបស់យើងបន្ថែមឯថាក្នុងវិស័យសិល្បៈហ្នឹងផ្នែកមួយណាដែរដែលបងអូនគិតថាបងអូនស្រឡាញ់នឹងចូលចិត្តឬក៏ស្រឡាញ់ជាច្រើនទម្រង់តែអត់ទាន់រកឃើញខ្លួនឯងណាមួយច្រើនអ្នកគ្រូនិយាយទៅច្រើនទម្រង់ខ្លាំងមែនទេចេះអ្វីខ្លះដែរខ្ញុំអាចខ្ញុំចេះច្រៀងក៏ខ្ញុំចេះស្មូតក៏ខ្ញុំចេះហើយពេលខ្លះរាំល្បាំមកខ្ញុំមើលគេតិចតួចអាហ្នឹងខ្ញុំក៏អាចចេះដែរអ្នកគ្រូហើយវិស័យដើមម៉ូដក៏ខ្ញុំចេះយើងបានជោគជ័យក្នុងវិស័យដើមម៉ូដមួយហើយដោយសារយើងខ្លាចទៅជាម្ចាស់មកុដនៅក្នុងកម្មវិធីប្រកួតមួយហើយចាអញ្ចឹង smooth ចេះទៀតចាអ្នកគ្រូអាចបង្ហើបជូនដល់ប្រិយមិត្តរបស់យើងបន្តិចបានទេដោយសារធម្មតាធ្លាប់តែឃើញគេអាចថាច្រៀងបានអញ្ចឹង smooth ហ្នឹងគឺមិនសូវមានទេចាអាចបង្ហើបសំនៀងឲ្យប្រិយមិត្តរបស់យើងបន្តិចបានទេចាខ្ញុំរាប់ឲ្យណោះចាអ្នកគ្រូអូខេ1សូមអ្នកគ្រូបត់អីទៅចាបត់អីក៏បានដែរដែលគិតថាធ្លាប់
យើងខ្ញុំអើបានហើយអ្នកឃើញខ្ញុំអត់តាំងឃើញ ចាឥឡូវនេះចង់ស្ដាប់ពីសំនៀងរបស់ដាវតាក់ទងជាមួយនឹងការស្មូតអញ្ចឹងស្មូតបាត់អីគេដែរតាក់ទងទៅនឹងពិធីបុណ្យអីគេដែរ ខ្ញុំស្មូតបែបពេលប្រជុំបុណ្យ ប្រជុំបិណ្ឌเนาะ ចាបារា ស្មូតបារាអូខេតោះអញ្ចឹងយើងចាប់ផ្ដើមតែម្ដងអ្នកគ្រូនឹងរាប់ឲ្យតោះ1 2 3ចាប់ផ្ដើម យើងខ្ញុំទាំងឡាយមកថ្វាយទូសួនៅហេតុដែលគួរចម្រើនវិនាងបបិទ្ធព្រះអង្គព្រះនាមភង្គវន្តសំទ្រង់និមន្តសំដែងឲ្យទេ Oh my god វ៉ាវ ទីតាំងចំអកមកខ្លួន ចាអត់នឹកស្មានទេព្រោះដោយសារតែបរិញ្ញាដាវនៅក្នុងកំឡុងពេលប្រកួតកម្មវិធី Miss Yellow នោះមករៀងច្រើនខែដែរអត់ដឹងថាដាវចេះស្មូតទេដឹងតែថាចេះរាំរបាំចាមើលតែមួយផ្លេតដាវអាចរាំបានឥឡូវនេះអាចស្មូតបានទៀតចាមានពហុជំនាញមែនប៉ុន្តែយ៉ាងណារាល់ជំនាញដែលយើងស្រឡាញ់នឹងចូលចិត្តតតែយើងចេះមួយឲ្យប្រកបដើម្បីយើងអាចចាប់វាជាអាជីពនិងជំនាញរបស់យើងនៅពេលអនាគតបានតែយើងចេះច្រើនមិនមែនយើងខុសទេយើងចេះច្រើនកាន់តែចម្រើននៅប្រាជ្ញានិងសមត្ថភាពរបស់យើងเนาะអរគុណច្រើនដែរហើយឥឡូវនេះក៏ចង់ដឹងដូចគ្នាពាក់ព័ន្ធជាមួយនឹងគោលដៅសំខាន់របស់ដាវបានលើកឡើងហើយចុងក្រោយនេះចង់ដឹងថាតើដាវគិតថាបើសិនជាមានឱកាសនៅក្នុងការប្រឡូកនៅក្នុងវិស័យសិល្បៈផ្នែកជាច្រើនដែលដាវស្រឡាញ់តើដាវនឹងចង់ចាប់យកមួយណាហើយចង់ធ្វើវាឲ្យអស់នៅសមត្ថភាពរបស់ខ្លួនឯងក្នុងកម្រិតណាដែរ សម្រាប់ខ្ញុំបើក្នុងវិស័យសិល្បៈដែលខ្ញុំស្រឡាញ់តែម្ដងគឺខ្ញុំចង់បែបលក្ខណៈថាអ្នកថតវីដេអូឬក៏អ្នក voice over អីចឹងអ្នកផលិតវីដេអូអាចថាជា content creator ចាអ្នកគ្រូ เนาะចាហើយបច្ចុប្បន្ននេះបងអូនកំពុងតែចាប់ផ្ដើមបន្តិចម្ដងហើយជាមួយនឹងការប្រមូលផលិតផលនានារៀនថតផលិតផល product អីផ្សេងដើម្បីបានទទួលនៅប្រាក់ចំណូលខ្លះអំពីការដែលយើងប្រកបជីវិតរស់នៅសប្តាហ៍ថ្ងៃនេះเนาะចាអញ្ចឹងមានអីចង់ផ្ដាំផ្ញើទៅដល់ប្រិយមិត្តរបស់យើងទេជាមួយនឹងការដែលយើងឆ្លងកាត់ជីវិតជាយុវវ័យឬក៏ជីវិតកាលពីវ័យកុមារភាពរបស់យើងបែបណាមិនសំខាន់អ្វីដែលសំខាន់គោលដៅរបស់បងអូននៅក្នុងពេលអនាគតគឺបងអូនបានស្វែងរកឃើញហើយទាំងដែលបងអូនទៅតែអាយុ8 10ឆ្នាំទេប៉ុន្តែបងអូនបាន set គោលដៅខ្លួនឯងហើយអញ្ចឹងមានអីចង់ផ្ដាំផ្ញើទៅដល់ពួកគាត់ដែរទេចង់ផ្ដាំផ្ញើទៅអ្នកទស្សនាទាំងអស់គ្នាថាបើសិនបើយើងនៅក្មេងយើងស្រឡាញ់អីយើងត្រូវដាក់គោលដៅឲ្យច្បាស់លាស់ហើយអ្វីដែលយើងចង់ធ្វើយើងធ្វើឲ្យហើយទៅកុំឲ្យស្ដាយក្រោយពេលធំយើងកុំឲ្យយើងស្ដាយក្រោយយើងធ្វើអីមួយយើងត្រូវតែគិតឲ្យស្ដាប់មតិយោបល់ពីមនុស្សជុំវិញខ្លួនសិនមុននឹងយើងធ្វើអីមួយហើយសម្រាប់គោលដៅយើងត្រូវដៅវាឲ្យច្បាស់លាស់កុំឲ្យដល់ពេលយើងធំទៅវាសពេចសពើពិបាកយើងវែងរត់ឃើញអីចឹងចាហើយយើងត្រូវចេះរៀនតស៊ូអត់ធ្មត់ព្យាយាមដើម្បីឆ្ពោះទៅរកគោលដៅព្រោះភាពជោគជ័យមួយគឺវាអត់ងាយស្រួលទេពិបាកខ្លាំងមែនតើចំពោះខ្ញុំគិតថាជីវិតមួយដែលជោគជ័យវាងាយស្រួលក៏ប៉ុន្តែដល់ពេលខ្ញុំជួបផ្ទាល់គឺវាអត់ងាយស្រួលដោយការគិតរបស់ខ្ញុំទេចាទោះបីជាបច្ចុប្បន្ននេះយើងមិនទាន់អាចថាជោគជ័យដោយអ្វីដែលយើងបានរំពឹងទុកប៉ុន្តែយ៉ាងណាយើងកំពុងតែឆ្លងកាត់វាសង្ឃឹមថាដើរនឹងជោគជ័យនៅក្នុងជីវិតរបស់បងអូននៅក្នុងពេលអនាគតហើយយើងស៊ូៗទាំងអស់គ្នា fighting ជាមួយនឹងជីវិតមួយនេះព្រោះដោយសារតែមិនមែនជារឿងងាយស្រួលទេដែលអាចឈានទៅដល់ចំណុចមួយដែលយើងពេញចិត្តពួកមនុស្សយើងគឺមិនគ្រប់គ្រាន់ទេជាមួយនឹងការចង់បានរបស់ខ្លួនឯងពេលខ្លះយើងគិតថាពេលយើងមកដល់ចំណុចហ្នឹងហើយឧទាហរណ៍ដូចជាបងអូនលើកឡើងអញ្ចឹងថាការនៅក្មេងយើងចង់ធំហើយចង់រស់នៅជាមួយនឹងបច្ចេកវិទ្យាអីបែបហ្នឹងប៉ុន្តែនៅពេលដែលយើងមកដល់ចំណុចហ្នឹងយើងអត់គ្រប់គ្រាន់នឹងពេញចិត្តជាមួយនឹងចំណុចហ្នឹងទេអញ្ចឹងហើយជាអ្វីមួយដែលចង់បញ្ជាក់ថាចិត្តរបស់មនុស្សគឺមិនគ្រប់គ្រាន់ទេគ្រប់រឿងទាំងអស់ដែលគិតថាចង់បាន
มันប្រកាសថាពេលដែលទៅដល់ចំណុចហ្នឹងយើងពេញចិត្តនឹងចង់បាននឹងរីករាយជាមួយនឹងភាពជោគជ័យដែលខ្លួនឯងកំពុងតែសម្រេចបានទេអញ្ចឹងជាថ្មីម្ដងទៀតចង់រំលឹកទៅដល់ប្រិមិត្តក៏ដូចជាបងប្អូនដូចគ្នាសូមប្រើជីវិតឲ្យមានន័យជាពិសេសគឺរីករាយជាមួយនឹងពេលបច្ចុប្បន្នរបស់ខ្លួនឯងឲ្យបានកាន់តែច្រើនបើសិនជាយើងធ្វើនៅពេលបច្ចុប្បន្ននេះបានប៉ុណ្ណាអនាគតយើងនឹងកាន់តែរីកចម្រើនប៉ុណ្ណឹង ចាអ្នកគ្រូ ចាអរគុណច្រើនដែរសម្រាប់ការចូលរួមនៅក្នុងកម្មវិធីរបស់យើងសង្ឃឹមថានឹងជួបគ្នានៅឱកាសក្រោយហើយយើងក៏នឹងមាន short film ខ្លះៗដូចគ្នាហើយបើសិនជាមានឱកាសយើងនឹងជួបគ្នានៅក្នុងផ្នែកវិស័យកុនវិញម្ដងเนาะចាអរគុណច្រើនប្រិមិត្តចាសង្ឃឹមថានឹងជួបគ្នានៅឱកាសក្រោយផ្សេងទៀតជួបគ្នាជាមួយនឹងប្រធានបទថ្មីនេះខ្ញុំនឹងស្វែងរកនៅប្រធានបទណាដែលគួរឲ្យចាប់អារម្មណ៍និងតាក់ទាញជាពិសេសគឺផ្ដល់នៅចំណុចអប់រំនិងគន្លឹះសំខាន់ៗផ្សេងៗទៀតដើម្បីឲ្យជីវិតរបស់ពួកយើងទាំងអស់គ្នាគឺវិវត្តនិង grow up ទាំងអស់គ្នាជាមួយនឹង Anna Talk Show បាយបាយជួបគ្នាវីដេអូក្រោយ